អូខេតោះថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកគ្នាអំពី motion tracking ដោយយើងធ្វើ basic VFX បែបនេះនៅក្នុង Fusion ថាតើវា tracking បានល្អកម្រិតណាអញ្ចឹងមកមើលវីដេអូនេះជាមួយគ្នាអញ្ចឹងជំហានទី1យើងចាប់ផ្ដើមធ្វើការ add effect tracker របស់យើងមកអញ្ចឹងខ្ញុំ control space ហើយខ្ញុំ draw effect tracker របស់យើងបន្តមកទៀតយើងចាប់ផ្ដើមទាញជាមួយនឹង entire track របស់យើងមក track កន្លែងណាមួយដែលយើងចង់ធ្វើការ tracking អញ្ចឹងខ្ញុំដាក់នៅកន្លែងនេះដោយសារយើងចង់បាន asset របស់យើងនៅកន្លែងហ្នឹងបន្តមកទៀតយើងចូលមកកន្លែង inspector យើងចាប់ផ្ដើមធ្វើការ tracking មកចឹងអ្នកអាចធ្វើការ play មើលជាមួយនឹង entire track របស់យើងថាវា track បានស្អាតអត់ណាចឹងបើវាអត់មានបញ្ហាអីទេយើងចាប់ផ្ដើមធ្វើការ track មួយទៀតមកចឹងខ្ញុំ control space ហើយយើង add tracker របស់យើងមួយទៀតមកយើងចាប់ផ្ដើមធ្វើការ track នៅកន្លែងផ្សេងមួយទៀតចឹងយើងទាញជាមួយនឹង entire track របស់យើងខ្ញុំ track នៅកន្លែងនេះមួយទៀតដាក់ចំកន្លែងហ្នឹងមកចូលទៅ inspector យើងចាប់ផ្ដើមធ្វើការ tracking ទៀតឥឡូវយើងចាប់ផ្ដើមទាញជាមួយនឹង asset measure flash របស់យើងចូលមកចឹងអ្នកអាចធ្វើការ design វានៅក្នុង edit page ឲ្យហើយមកហើយយើង compound clip វាមកចាំយើងទាញវាចូលមកក្នុង Fusion របស់យើងឥឡូវយើងឃើញថាវាអត់ទាន់ show ជាមួយនឹង measure flash របស់យើងទេចឹងយើងឈរនៅលើ tracker របស់យើងបន្តមកទៀតយើងចូលមក inspector នៅកន្លែង operation យើងយក match move មកចឹងវា show មកអ្នកអាចធ្វើការ play មើលបាននេះអូខេវា track បានទេប៉ុន្តែវាអត់ចំទីតាំងដែលយើងចង់បានអញ្ចឹងកន្លែងនេះយើងឈរនៅលើ asset របស់យើងបន្តមកទៀតយើង control space ទៅ effect មួយដែលមានឈ្មោះថា transform បន្តមកទៀតអ្នកចាប់ផ្ដើមធ្វើការ scale ហើយយើងធ្វើការ rotate ឲ្យវាត្រូវទីតាំងរបស់យើងមកអញ្ចឹងដើម្បី remove background របស់យើងបានឈរមកលើ tracker ចូលទៅកន្លែង inspector របស់យើងវិញហើយយើងដូរ blending mode របស់យើងមក screen មកឈរនៅលើ transform វិញហើយយើងចាប់ផ្ដើមធ្វើការសេរីវាឲ្យត្រូវទីតាំងរបស់យើងមកបន្តមកទៀតអ្នកគ្នាអាចឈរនៅលើ media របស់យើងហើយយើងធ្វើការដាក់ loop ឲ្យវាមកដើម្បីវា load មករហូតអូខេអញ្ចឹងយើងឃើញថាវា track បានស្អាតមែនតើអញ្ចឹងនៅកន្លែងនេះខ្ញុំចង់ add មួយ curve របស់យើងបន្តិចខ្ញុំ control space ហើយខ្ញុំថតមើល curve អញ្ចឹងខ្ញុំសេរីវាបន្តិចមកចឹងចូលទៅ tracker ទី2អ្នកអាចធ្វើរបៀបហ្នឹងដូចគ្នាមកយើងទាញជាមួយនឹង asset របស់យើងចូលមកហើយយើងចាប់ផ្ដើមធ្វើការសេរីទីតាំងរបស់វាឲ្យវា match ជាមួយនឹងកន្លែងដែលយើង tracker មកគឺបានហើយបើសិនអ្នកមានចម្ងល់អីផ្សេងៗអាច comment នៅវីដេអូខាងក្រោមហើយយើងជួបគ្នានៅវីដេអូក្រោយផ្លេចបើសិនអ្នកចង់សិក្សាជាមួយ DaVinci Resolve ខ្ញុំមាន course មួយដែលយើងផ្ដោតទៅលើផ្នែក editing ផ្នែក color grading Fusion ហើយនិង Fairlight ណាអញ្ចឹងបច្ចុប្បន្នខ្ញុំមាន discount 20%បើសិនអ្នកចាប់អារម្មណ៍អាច inbox មកខ្ញុំបានអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយ